ធាអ៊ីរ៉ង់បានចាប់ផ្ដើមការវាយប្រហារតាមអាកាសជាថ្មីទៀតដោយបញ្ជូនយន្តហោះគ្មានមនុស្សបើកប្រភេទ Kamikaze ទៅវាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិកនៅអាល់អារ៉ាសក្នុងប្រទេសហ្សកដានីដែលអ៊ីរ៉ង់បានកំណត់ថាជាមូលដ្ឋានប្រតិបត្តិការសំខាន់សម្រាប់យោធាអាមេរិកកាំងនិងជាការសងសឹកវិញយ៉ាងចាស់ដៃទៅលើសហរដ្ឋអាមេរិកដែលហ៊ានបាញ់ចូលទីក្រុងតេហេរ៉ង់ជាពិសេសដើម្បីបញ្ជាក់ជំហរថាអ៊ីរ៉ង់មិនដែលខ្លាចអាមេរិកម្ដងណានោះទេប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃទី16ខែកក្កដានេះដោយដកស្រង់សេចក្តីថ្លែងការណ៍របស់យោធាអ៊ីរ៉ង់ថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានកំណត់គោលដៅប្រព័ន្ធទំនាក់ទំនងឃ្លាំងប្រេងនិងស្ថានីយ៍រ៉ាដាចិនត្រៃនៅក្នុងមូលដ្ឋានទ័ពអាកាសប្រទេសហ្សកដានីរបស់សហរដ្ឋអាមេរិកកាសែតរដ្ឋអ៊ីរ៉ង់បានបន្តថាការវាយប្រហារនេះផងដែរដើម្បីជាការឆ្លើយតបទៅនឹងភាគីអាមេរិកដែលបានកំទេចមូលដ្ឋានទ័ពអ៊ីរ៉ង់ប្រព័ន្ធវិទ្យុអ៊ីរ៉ង់និងប្រព័ន្ធរ៉ាដាការពារដែនអាកាសរបស់អ៊ីរ៉ង់ជាពិសេសមូលដ្ឋានទ័ពនិងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ីរ៉ង់ជាច្រើនកន្លែងម្យ៉ាងវិញទៀតយោធាអ៊ីរ៉ង់បានបញ្ជាក់ជំហរដោយប្រាប់កាសែតរដ្ឋអ៊ីរ៉ង់ថាកងទ័ពអ៊ីរ៉ង់មិនព្រមចុះចាញ់ឬបញ្ឈប់សកម្មភាពវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនោះទេប្រសិនបើអាមេរិកនៅតែបន្តវាយប្រហារលើអ៊ីរ៉ង់នោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសហ្សកដានីនេះជាការសងសឹកចំពោះការវាយប្រហារថ្មីមួយទៀតរបស់អាមេរិកដែលវាយប្រហារលើអ៊ីរ៉ង់ដោយរន្ទះយោធាអ៊ីរ៉ង់បាននិយាយថាតំបន់ហ្សកដានីត្រូវបានប្រើប្រាស់ជាមូលដ្ឋានទ័ពសំខាន់សម្រាប់កងកម្លាំងអាមេរិកដើម្បីអនុវត្តសកម្មភាពយោធាបាញ់ប្លង់យ៉ាងខ្លាំងចូលក្នុងទឹកដីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដូច្នេះអ៊ីរ៉ង់ត្រូវតែបាញ់កំទេចមូលដ្ឋាននេះដើម្បីកាត់បន្ថយសមត្ថភាពយោធារបស់អាមេរិកផងដែរក្នុងសេចក្តីថ្លែងការណ៍របស់យោធាអ៊ីរ៉ង់បានបញ្ជាក់ថាការវាយប្រហារនេះគឺជាផ្នែកមួយនៃការឆ្លើយតបវិញឲ្យចាស់ដៃទៅលើកងទ័ពអាមេរិកដែលហ៊ានបាញ់កំទេចអ៊ីរ៉ង់ដោយរន្ទះបណ្ដាលឲ្យផ្ទុះបែកគ្រាប់ភ្លើងពេញទីក្រុងតេហេរ៉ង់ម្យ៉ាងវិញទៀតដើម្បីផ្ញើសារទៅកាន់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំឲ្យដឹងថាប្រទេសអ៊ីរ៉ង់មិនព្រមចុះចាញ់ឬឱនក្បាលខ្លាចសហរដ្ឋអាមេរិកនោះទេហើយអ៊ីរ៉ង់នៅតែមានសមត្ថភាពគ្រប់គ្រាន់ដើម្បីវាយទប់ទល់ជាមួយអាមេរិកកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់លើកឡើងដែរថាបើទោះបីជាកងទ័ពអាមេរិកខ្លាំងប៉ុណ្ណាអស្ចារ្យប៉ុណ្ណានិងសាហាវប៉ុណ្ណាក៏ដោយអ៊ីរ៉ង់គ្មានថ្ងៃចុះចាញ់សុំចរចាមុនទេបើអាមេរិកមិនសុំចរចាជាមួយអ៊ីរ៉ង់មុននោះលើសពីនេះយោធាអ៊ីរ៉ង់បានបន្ថែមថាប្រតិបត្តិការយោធានេះគឺជាការឆ្លើយតបដ៏ត្រឹមត្រូវព្រោះអាមេរិកបានវាយប្រហារតាមអាកាសបំផ្លាញជំរំយោធាអ៊ីរ៉ង់នៅក្នុងខេត្តភាគខាងត្បូងស៊ីស្តាននិងបាឡូឈីស្តានដែលបណ្ដាលឲ្យបុគ្គលិកយោធាអ៊ីរ៉ង់ចំនួន7នាក់បានស្លាប់និងរបួសជាច្រើនផ្សេងទៀតយោធាអ៊ីរ៉ង់បានអះអាងថាកងទ័ពអាមេរិកពិតជាបានវាយប្រហារយ៉ាងខ្លាំងនិងបែកផ្កាភ្លើងព្រាតចូលទីក្រុងតេហេរ៉ង់ដោយកងទ័ពអាមេរិកបានបាញ់បំបែកប្រព័ន្ធរ៉ាដាការពារដែនអាកាសអ៊ីរ៉ង់ឲ្យខ្ទេចខ្ទីមុនវាយប្រហារចូលទឹកដីអ៊ីរ៉ង់យ៉ាងណាកងទ័ពអ៊ីរ៉ង់នៅតែអះអាងថាខ្លួនមានសមត្ថភាពអាចវាយទប់ទល់នឹងអាមេរិកបានឬអាចនិយាយបានថាអ៊ីរ៉ង់នៅតែអាចកំដរអាមេរិកបានរហូតមិនចុះចាញ់និងមិនខ្លាចសហរដ្ឋអាមេរិកនោះទេ